បើគេសួរខ្ញុំថាហេតុអីបានជានៅបន្តស្ដាប់តាសុកនិយាយទោះបីជាមានអារម្មណ៍ថាគាត់និយាយមានចំណុចដែលខុសខ្លះអីខ្លះអញ្ចឹងស្ដាប់ទៅពិបាកស្ដាប់អីអញ្ចឹងចំណុចមួយដែលខ្ញុំនៅតែគាំទ្រគាត់និយាយនោះគឺគាត់តែងតែបង្រៀនឲ្យកូនខ្មែរយើងយុវជនខ្មែរយើងខំរៀនឡើងខំប្រឹងអភិវឌ្ឍខ្លួនឡើងចំណុចមួយនេះខ្ញុំធ្វើឲ្យខ្ញុំជក់ចិត្តតាមដានគាត់ខ្ញុំចង់ស្ដាប់គាត់និយាយពីព្រោះថាអានេះគឺជាគោលបំណងត្រឹមត្រូវមួយដែលគាត់និយាយមកខ្ញុំមិនដែលគិតថាគាត់និយាយបែបហ្នឹងខុសទេពីព្រោះថាគាត់ចង់និយាយថាកូនខ្មែរយើងចូលកូនខ្មែរយើង fake កូនខ្មែរយើងត្រូគឺអ្វីដែលខ្ញុំមើលឃើញនៅក្នុងសង្គមជាក់ស្ដែងហ្នឹងវាអញ្ចឹងពិតមែនខ្ញុំឃើញអញ្ចឹងពិតមែនខ្ញុំគាំទ្រគាត់នៅអ្វីដែលគាត់បានលើកឡើងចឹងហើយបានជាខ្ញុំនៅតែបន្តស្ដាប់គាត់និយាយហើយនៅមានចំណុចមួយទៀតដែលខ្ញុំភ្លេចលើកឡើងគឺគាត់បើសិនជាគាត់អត់ចេះគាត់អត់លើកឡើងគាត់អត់ឆ្លើយទេសំណួរមួយហ្នឹងគឺធ្វើជាមនុស្សបែបហ្នឹងគឺត្រឹមត្រូវពិតមែនខ្ញុំនិយាយមែនណាមិនមែនអ្នកខ្លះអត់ចេះក៏ប៉ុន្តែពេលគេសួរខំប្រឹងព្យាយាមរនឹករកអីនិយាយមកទាំងខុសគឺខ្ញុំសរសើរគាត់ថងចំណុចហ្នឹងមែនពេលគាត់អត់ចេះគាត់និយាយថាគាត់អត់ចេះទេដូចគេសួរគាត់ពីតាក់ទងជាមួយនឹង crypto តាក់ទងជាមួយនឹងការ invest ទៅលើមាសតាក់ទងជាមួយនឹងការលេង forex អីហ្នឹងណាគាត់ឆ្លើយមកគាត់ដឹងទេចៅគាត់ដឹងទេក្មួយអញ្ចឹងទៅគាត់អាចឆ្លើយបានទេខ្ញុំ respect មែនទេថងចំណុចហ្នឹង respect គាត់ថងចំណុចហ្នឹងអញ្ចឹងហើយបានខ្ញុំសុខចិត្តស៊ូស្ដាប់នៅអាពាក្យដែលគាត់និយាយអាក្រក់ហ្នឹងចោះស៊ូស្ដាប់ចោះពីព្រោះថាវាមានចំណុចខ្លះយើងទទួលបានចំណេះដឹងពីគាត់ដែរតែប៉ុណ្ណឹង